បាទជាដំបូងខ្ញុំបាទផលីគឺសូមអនុញ្ញាតគោរពនិងជម្រាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនលោកយាយលោកតាអ៊ំប្រុសអ៊ំស្រីមិនមិត្តយុវវ័យនៅក្នុងបណ្ដាញសង្គមសាជាថ្មីម្ដងទៀតហើយបាទថ្ងៃនេះផងដែរខ្ញុំបាទផលីខ្មែរក៏បានរៀបចំនៅឆ្នាំឆ្នាំល្អដើម្បីធ្វើការចែកជូនបងប្អូនលោកយាយលោកតាអ៊ំប្រុសអ៊ំស្រីមិនយុវវ័យយកទៅធ្វើការចាក់ផ្សងសំណាងដែលឥតគិតថ្លៃរួចរាល់ហើយបាទក៏ប៉ុន្តែមុននឹងឈានដល់ការហៅតម្រុយក្នុងថ្ងៃថ្មីជូនពុកម៉ែបងប្អូនលោកយាយលោកតាអ៊ំប្រុសអ៊ំស្រីមិនមែនយុវវ័យអ្នកតាមដាននិងអ្នកគ្រប់គ្រងទៅលើ Channel ផលីខ្មែរទាំងអស់គ្នាកុំភ្លេចជួយចុច Like Share ហើយនិង Subscribe ឬក៏ចុចពាក្យថាជាវម្នាក់មួយបាទដើម្បីធ្វើការលើកទឹកចិត្តបាទហើយកុំភ្លេចដាក់រូបកណ្ដឹងផងពុកម៉ែបងប្អូនបាទ Subscribe ឬក៏ពាក្យថាជាវនិងដាក់រូបកណ្ដឹងបាទរូបកណ្ដឹងទី1ដើម្បីទទួលបានរាល់វីដេអូថ្មីៗដែលខ្ញុំបាទនិងក្រុមការងាររបស់ខ្ញុំបាទធ្វើការអាប់ឡូតឬក៏វិភាគនៅវីដេអូរួចហើយខ្ញុំបាទនឹងចែកជូននៅលើ Channel នោះពុកម៉ែបងប្អូននឹងទទួលបានរាល់វីដេអូថ្មីដំបូងគេបងអស់បាទចឹងកុំឲ្យចំណាយពេលវេលាកាន់តែយូរខ្ញុំបាទក៏សូមធ្វើការហៅតម្រុយជូនពុកម៉ែបងប្អូនលោកយាយលោកតាអ៊ំប្រុសអ៊ំស្រីមិនមែនយុវវ័យអ្នកតាមដាននិងអ្នកគ្រប់គ្រងតែម្ដងបាទអញ្ចឹងសម្រាប់តម្រុយថ្ងៃនេះបាទសម្រាប់ខ្ទង់ដែលយើងលេងគឺយើងមានខ្ទង់ខ្សែហើយនិងខ្ទង់ចិត្តបាទអញ្ចឹងសម្រាប់លេខត្រេងពុកម៉ែបងប្អូនបាទសម្រាប់លេខត្រេងលេខតូចបាទលេខត្រេងលេខតូចពុកម៉ែបងប្អូនត្រៀមបាទយើងមាន42ហើយនិង49ពុកម៉ែបងប្អូនបាទសម្រាប់ខ្ទង់ខ្សែបាទសម្រាប់ខ្ទង់ខ្សែយើងមាន42និង49បាទយើងលេងបានទាំងពីរវេនម៉ោង 4:30 នាទីនិងម៉ោង 6:30 នាទីបាទឯខ្ទង់ចិត្តពុកម៉ែបងប្អូនបាទឯខ្ទង់ចិត្តយើងមាន72ហើយនិង79ពុកម៉ែបងប្អូនបាទ72ហើយនិង79បាទហើយចុងក្រោយយើងមាន93បាទ93ហ្នឹងយើងអាចយកទៅលេងឡូក៏បានសម្រាប់ពុកម៉ែបងប្អូនបាទគឺយើងលេងបានទាំងពីរម៉ោងដូចគ្នាបាទអញ្ចឹងសម្រាប់លេខធំពុកម៉ែបងប្អូនបាទសម្រាប់លេខធំឬក៏13លេខបាទសម្រាប់លេខធំឬក៏13លេខក្នុងថ្ងៃហ្នឹងគឺយើងមាន449ហើយនឹង477បាទចុងក្រោយយើងមាន995ឯប៉ុសវិញគឺយើងលេងប៉ុស A B C និង D បាទពុកម៉ែបងប្អូនបាទអញ្ចឹងកុំឲ្យចំណាយពេលវេលាកាន់តែយូរខ្ញុំបាទក៏សូមបញ្ចប់តែប៉ុណ្ណឹងសម្រាប់ការហៅលេខឬក៏ហៅតម្រុយជូនពុកម៉ែបងប្អូនបាទអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនយកលេខខ្ញុំបាទយកទៅធ្វើការចាក់ផ្សងសំណាងក្នុងថ្ងៃទី9គឺហេងខប់តែម្ដងបាទជាចុងក្រោយខ្ញុំបាទផលីខ្មែរក៏មានតែពាក្យអរគុណជូនពរដល់ពុកម៉ែបងប្អូនលោកយាយលោកតាអ៊ំប្រុសអ៊ំស្រីដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានរាល់ការឲ្យតម្រុយឬការវិភាគតម្រុយរបស់ខ្ញុំបាទនិងក្រុមការងាររបស់ខ្ញុំបាទតែងតែវិភាគតម្រុយជូនពុកម៉ែបងប្អូនប្រចាំថ្ងៃជាចុងក្រោយខ្ញុំបាទក៏មានតែពាក្យអរគុណជូនពរឲ្យជួបតែសំណាងល្អហេងគ្រប់គ្នាតែម្ដង